51តើជំរឿនឆ្នាំ2008ប្រព្រឹត្តទៅនៅថ្ងៃខែណាជំរឿនឆ្នាំ2008ប្រព្រឹត្តទៅនៅថ្ងៃទី13 ខែមីនា52តើទិវាគ្រូបង្រៀននរណាជាអ្នកផ្ដួចផ្ដើមគំនិតទិវាគ្រូបង្រៀនបង្កើតដោយសម្ដេចតេជោ ហ៊ុនសែន53តើបទមើលផែនដីខ្មែរនិពន្ធដោយអ្នកណាបទមើលផែនដីខ្មែរនិពន្ធដោយលោកជួនម៉េន54តើផ្ទឹមកូរីជនិពន្ធនៅឆ្នាំណាបទអង្គររាជនិពន្ធនៅថ្ងៃទី20ខែកក្កដាឆ្នាំ1941 55តើរចនាបថប្រាសាទមានប៉ុន្មានរចនាបថប្រាសាទខ្មែរមានចំនួន13គឺរចនាបថភ្នំដារចនាបថសម្បូរណ៍ព្រៃគុករចនាបថព្រៃក្មេងរចនាបថកំពង់ព្រះរចនាបថគូលែនរចនាបថព្រះគោរចនាបថបាខែងរចនាបថកោះកេតរចនាបថបន្ទាយសីរចនាបថឃ្លាំងរចនាបថបាពួនរចនាបថអង្គរវត្តរចនាបថបាយ័ន56តើរបបកុម្មុយនីសគាំទ្រដោយវណ្ណៈអ្វីរបបកុម្មុយនីសគាំទ្រដោយវណ្ណៈកម្មករឬកសិករ57តើភ្លេងខ្មែរមានប៉ុន្មានវង់ភ្លេងខ្មែរមាន8វង់គឺភ្លេងពិណពាទ្យភ្លេងខ្មែរភ្លេងកងស្គរភ្លេងអារក្សភ្លេងឆៃយូម៉ាភ្លេងខ្លងខែកភ្លេងស្គរយោភ្លេងបេកែង58តើជនជាតិដែលស្ថិតក្នុងអំបូរខ្មែរមិនដែលគឺជាជនជាតិអ្វីជនជាតិដែលស្ថិតក្នុងអំបូរខ្មែរមិនដែលគឺជាជនជាតិក្រឹង59តើសមាជិកព្រឹទ្ធសភាតាំងដោយនរណាសមាជិកព្រឹទ្ធសភាតែងតាំងដោយព្រះមហាក្សត្រ60តើជាតិមួយមានការលេចធ្លោខុសពីជាតិសាសន៍ដទៃគេហៅថាអ្វីជាតិមួយមានការលេចធ្លោខុសពីជាតិសាសន៍ដទៃហៅថាលក្ខណៈជាតិ